រដ្ឋមន្ត្រីក្រសួងបរិស្ថានការការពារធនធានធម្មជាតិតាមរយៈការគៀងគរធនធាននិងលើកកម្ពស់ជីវភាពសហគមន៍អាយុដំបណ្ឌិតអៀងសុផាឡៃរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងជំរុញនិងអំពាវនាវឲ្យមានការចូលរួមសាមគ្គីគ្នាការធ្វើការរួមគៀងគរធនធានដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិដែលកិច្ចសហប្រតិបត្តិការជាមួយគ្នាត្រូវធ្វើឡើងទាំងកម្រិតជាតិនិងអន្តរជាតិដោយចាត់ទុកសហគមន៍មូលដ្ឋានដូចជាផ្ទះនិងប្រទេសជាតិដែលរួមចំណែកដល់ការការពារនិងអភិរក្សធនធានធម្មជាតិកាន់តែប្រសើរនិងធានាការអភិវឌ្ឍប្រកបដោយចីរភាពការថ្លែងបែបនេះរបស់អាយុដំរដ្ឋមន្ត្រីបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពិភាក្សាស្ដីពីហិរញ្ញបញ្ញទានសម្រាប់ប្រព័ន្ធអេកូឡូស៊ីនិងកសិកម្មអំណោយផលដល់ធម្មជាតិដែលបានរៀបចំឡើងនៅថ្ងៃទី10-11 ខែសីហាឆ្នាំ2026នៅរាជធានីភ្នំពេញអាយុដំបណ្ឌិតអៀងសុផាឡៃបានមានប្រសាសន៍បន្ថែមថាបច្ចុប្បន្ននេះក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រអតិភិបសំខាន់ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ2023ដល់ឆ្នាំ2028ដែលផ្ដោតលើយុទ្ធសាស្ត្រស្នូលធំគឺភាពស្អាតភាពបៃតងនិងចីរភាពដោយបាននឹងកំពុងអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយនៅក្នុងនោះភាពស្អាតសំដៅលើគុណភាពទឹកដីខ្យល់ដែលផ្ដោតដំបូងលើការសម្អាតនិងការគ្រប់គ្រងសំរាមសំណល់រឹងសំណល់រាវនិងត្រួតពិនិត្យគុណភាពជាប្រចាំភាពបៃតងសំដៅទៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិនិងការជំរុញអភិវឌ្ឍបៃតងនិងចីរភាពសំដៅលើយុទ្ធសាស្ត្រធ្វើយ៉ាងណាឲ្យវិស័យពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹងនិងចូលរួមផលសំដៅឲ្យមានចីរភាពនិងការអភិវឌ្ឍអាយុដំបានថ្លែងចាត់ទុកថាវេទិកានេះមានសារៈសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានការចូលរួមជំរុញប្រភពហិរញ្ញបញ្ញទាននិងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មអំណោយផលដល់ធម្មជាតិក៏ដូចជាការពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាននិងការអភិរក្សប្រព័ន្ធអេកូឡូស៊ីតំបន់កាន់តែល្អប្រសើរឡើងសូមបញ្ជាក់ថាក្រសួងបរិស្ថានបានសហការជាមួយអង្គការ WWF កម្ពុជារៀបចំសិក្ខាសាលារយៈពេល2ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី11ខែសីហាឆ្នាំ2026ស្ដីពីហិរញ្ញបញ្ញទានសម្រាប់ប្រព័ន្ធអេកូឡូស៊ីនិងកសិកម្មអំណោយផលដល់ធម្មជាតិដើម្បីគាំទ្រដល់អ្នកអនុវត្តនិងអ្នករៀបចំគោលនយោបាយនិងស្ថាប័នហិរញ្ញវត្ថុក្នុងការគៀងគរនិងសម្របសម្រួលប្រភពហិរញ្ញបញ្ញទានសម្រាប់គាំទ្រដល់កសិកម្មអំណោយផលដល់ធម្មជាតិនិងប្រព័ន្ធស្បៀងអាហារនៅកម្រិតតំបន់ទេសភាពតាមរយៈវគ្គអនុវត្តជាក់ស្ដែងអ្នកចូលរួមនិងអ្នកស្វែងយល់ពីការប្រើប្រាស់វេទិកានេះពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធនិងកំណត់ឱកាសជាក់ស្ដែងក្នុងការគៀងគរហិរញ្ញបញ្ញទានដើម្បីគាំទ្រការអភិរក្សការអភិវឌ្ឍវិស័យកសិកម្មនិងការអភិវឌ្ឍប្រកបដោយបរិញ្ញាប័ន្ននៅក្នុងតំបន់ទេសភាពព្រៃភាគខាងកើតលោកចែនអ៊ីម៉ាញ៉ែលជីនទីនអគ្គនាយកអង្គការ WWF កម្ពុជាបានមានប្រសាសន៍ថាវេទិកានេះពេលនេះគឺជាជំហានដ៏សំខាន់ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាជាពិសេសពីក្រសួងបរិស្ថានឆ្ពោះទៅរកប្រភពស្របគ្នានៃហិរញ្ញបញ្ញទានគោលនយោបាយនិងភាពជាដៃគូដើម្បីសម្រេចបានលទ្ធផលរយៈពេលវែងសម្រាប់ការអភិរក្សនិងការអភិវឌ្ឍតាមរយៈហិរញ្ញបញ្ញទានសម្រាប់តំបន់ទេសភាពយើងអាចសហការជាមួយរាជរដ្ឋាភិបាលគ្រឹះស្ថានហិរញ្ញវត្ថុវិស័យឯកជនដៃគូអភិវឌ្ឍនិងសហគមន៍មករួមគ្នាវិនិយោគលើតំបន់ទេសភាពដែលផ្ដល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជននិងធម្មជាតិនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព